ក្នុងហ្នឹងហើយបើយើងនិយាយអំពីពាក់ព័ន្ធជាមួយនៅក្នុងការបរិច្ចាគឈាមហេតុអីបានត្រូវការបរិច្ចាគឈាមមានចាំតែខ្ញុំលើកឡើងជម្រាបជូនអ្នកទាំងអស់គ្នានេះគឺជាគោលនយោបាយរួមគ្នារវាងអាចិនកុម្មុយនីសនៅប្រទេសចិនហើយនិងនៅកម្ពុជាដូចខ្ញុំប្រាប់អញ្ចឹងគោលការណ៍គឺកាលណាចិនធ្វើនៅកម្ពុជាត្រូវតែធ្វើគោលការណ៍តែគោលការណ៍នេះគឺគោលការណ៍អ្វីគឺគោលការណ៍យកប្រជាជនខ្លួនឯងនៅក្នុងប្រទេសដើម្បីធ្វើការពិសោធន៍អូខេនៅប្រទេសចិនតាមរយៈការយកឈាមនៅមន្ទីរពេទ្យនៅវូស៊ីចិនប្រើអ្នកជំងឺសម្រាប់ពិសោធន៍តែខ្ញុំធ្លាប់ប្រាប់អ្នកទាំងអស់គ្នាថាអ្នកដែលទៅមន្ទីរពេទ្យខ្លាចទៅជាមនុស្សសម្រាប់គេពិសោធន៍ទាំងអស់គ្មានសង្ឃឹមនឹងរស់ទេមានចាំឯមួយទី2ហើយពួកគេត្រូវបង្ខំឲ្យបរិច្ចាគឈាមធ្វើ electroconvulsion និងធ្វើការប្រកាសឲ្យមានការបរិច្ចាគឈាមនៅខាងក្រៅមន្ទីរពេទ្យជារៀងរាល់ថ្ងៃឲ្យយល់ថាគឺជាមនុស្សធម៌គឺជាការចូលរួមដើម្បីជួយសង្គ្រោះអីហ៎តែវាដូចគ្នានៅក្នុងប្រទេសកម្ពុជាទេឥឡូវមើលនេះហើយដែលខ្ញុំបានបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាមិនតែអ្នកខ្លះនៅងប់ងល់ងើបក្បាលមិនរួចហ្នឹងណាអ្នកងប់ងល់ដែលងើបក្បាលមិនរួចគឺពិបាកដូចខ្ញុំ5អញ្ចឹងពិបាកកោះហ่ะយកអាអេយកមកកោះយកមកឈូសក៏ឈូសមិនចាញ់ដែរព្រោះក្បាលនឹងវាធួនដោយសារចង់ខ្លាយទៅជាឆ្កែដែលគេឲ្យងាប់ក៏ងាប់គេឲ្យរស់ក៏រស់ហើយបានរស់បន្តិចបន្តួចបានបន្តិចបន្តួចហ្នឹងភ្លីភ្លើអត់ស្គាល់អ្វីទៅដែលហៅថាជីវិតពិតអត់ស្គាល់អ្វីទៅការពិតអ្វីទៅដែលជាការខ្លាយអាហ្នឹងដូច្នេះហើយបានខ្ញុំជម្រាបថាក្នុងផែនការនៅក្នុងការធ្វើរឿងនេះមួយមិនមែនគ្រាន់តែយល់សពអូថៃលួចបាញ់ខ្មែរលួចបាញ់ថៃទេនេះគឺជាដំណាក់កាលគេហៅថាយុទ្ធសាស្ត្រសង្គ្រាមគ្មានដែនកំណត់របស់កុម្មុយនីសចិនដែលជាផែនការនេះគេធ្វើទាំងនៅអាមេរិកទាំងនៅលោកខាងលិចទាំងនៅក្នុងតំបន់អាស៊ីបានន័យថាពិភពលោកដែលគេត្រូវគ្រប់គ្រងដើម្បីឲ្យបាន 100% គេត្រូវតែប្រើផែនការយុទ្ធសាស្ត្រសង្គ្រាមគ្មានដែនកំណត់ហើយកាលណាសង្គ្រាមគ្មានដែនកំណត់នេះមិនមែនដោយសារតែត្រូវតែមានបាញ់គ្នានឹងបានគេហៅថាសង្គ្រាមទេដូចខ្ញុំប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងមានសង្គ្រាមមេរោគសង្គ្រាមសេដ្ឋកិច្ចណាសង្គ្រាមអំណាចសង្គ្រាមអាវុធនឹងសិតតែជាសង្គ្រាមទាំងអស់គ្រាន់តែបើសង្គ្រាមអាវុធដូចចំកែនេះគេហៅថាសង្គ្រាមក្តៅប៉ុន្តែអាសង្គ្រាមដែលគេសម្លាប់យើងគ្រប់រូបភាពមិនថាមេរោគមិនថាវ៉ាក់សាំងមិនថាចំណីអាហារមិនថាការអត់ឃ្លានអានឹងគេហៅថាសង្គ្រាមត្រជាក់តែអាសង្គ្រាមត្រជាក់នេះវាសម្លាប់ច្រើនជាងអាសង្គ្រាមក្តៅនេះឆ្ងាយណាស់ដឹងនៅអញ្ចឹងកុំឲ្យមានអ្នកឆ្ងល់ច្រើនពេកថាហេតុអីបានខ្ញុំលើកឡើងពាក់ព័ន្ធជាមួយនៅក្នុងករណីដែរឲ្យតែបង្កមានសង្គ្រាមនយោបាយសង្គ្រាមជាមួយនឹងថៃដែលចិនបញ្ជាអាចិននៅពីក្រោយ China behind the war in Cambodia and Thailand តែងតែរៀបចំគោលនយោបាយប្រើយុទ្ធសាស្ត្រប្រកាសឲ្យយកអាជាតិនិយមរបស់ខ្មែរដើម្បីប្រកាសបរិច្ចាគឈាមបរិច្ចាគលុយបរិច្ចាគឈាមបរិច្ចាគលុយអាបរិច្ចាគលុយវាមកជុំនេះតែអាបរិច្ចាគឈាមនេះហើយរាល់ឧបករណ៍ដែលជាឧបករណ៍គេហៅថាឧបករណ៍សម្រាប់ផ្នែកសុខាភិបាលទាំងមូលទាំងអស់គឺសិតតែជាឧបករណ៍ដែលបានមកពីចិនទាំងអស់សិតតែមានមេរោគភ្ជាប់ទាំងអស់អ្នកឲ្យអាក្រសួងសុខាភិបាលចេញក្បាលមកសុបត់5ធានមួយបើថាវាអត់មានរឿងហ្នឹងកើតឡើងឲ្យវាសុបត់មុខព្រះអង្គដងតុងពីហ៊ាននេះឲ្យវារលាយគ្រួសារវាទាំងគ្រួសារឲ្យវារលាយអំណាចរបស់កុម្មុយនីសមកអាលាយទាំងអស់សល់វាហ៊ានអត់អញ្ចឹងឲ្យគ្រួសារសម្ដេចទៅសុបត់នៅមុខព្រះអង្គដងតុងឲ្យរលាយអំណាចទាំងអស់បើសិនជាមិនពិតហ៊ានទេអាហ្នឹងបានខ្ញុំបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នាជៀសវាងនៅឆ្ងាយពីមន្ទីរពេទ្យនៅឲ្យឆ្ងាយពីគ្រូពេទ្យអ្នកទាំងអស់គ្នានឹងមានសុវត្ថិភាពច្រើនហេតុអីបើសិនជាបាញ់បោះបែបនេះអ្នកទាំងអស់គ្នាអាចដឹងអូមកដល់តំបន់នេះអ្នកទាំងអស់គ្នារត់គេចរួចប៉ុន្តែអាគេធ្វើសង្គ្រាមត្រជាក់ដែលសម្រាប់អ្នកទាំងអស់គ្នាតាមរយៈការណែជំងឺចាក់ថ្នាំព្យាបាល
គ្រប់ប្រភេទនេះអ្នកទាំងអស់គ្នាអត់បានត្រៀមខ្លួននៅក្នុងការពីរត់អ្នកទាំងអស់គ្នាអត់បានវិញបាច់អូអញត្រូវឲ្យគេចាយខ្លាច់ងាប់ទេអត់បានវិញបាច់រត់អូអញមិនត្រូវដេកឲ្យគេសម្លាប់ទេអត់ទេអ្នកទាំងអស់គ្នាអត់បានវិច្ចបាច់វិច្ចកាអាវអីចឹងទេអត់បានប្រមូលគ្រួសារជុំគ្នារត់ចោលកន្លែងនោះនៅចឹងទេឬក៏រត់ចេញពីក្រែដេកថាអូគេនឹងសម្លាប់អញអ្នកទាំងអស់គ្នាមិនបានត្រៀមខ្លួននៅក្នុងការរត់គេចពីការសម្លាប់របស់គេដែលអ្នកទាំងអស់គ្នាគិតថាគេគឺមានវិជ្ជាជីវៈពិតប្រាកដគេពាក់អាវសបេះដូងគេបរិសុទ្ធក្នុងនាមជាពេទ្យកាលណាពាក់អាវសជាគ្រូពេទ្យគឺបេះដូងបរិសុទ្ធបានន័យថាបេះដូងល្អដោយសារខ្មែរមានភាពស្មោះត្រង់សូត្រថង់ច្រើនអញ្ចឹងទៅនៅតែចាញ់បោកគេជានិច្ចឃើញទេអូខេដូច្នេះយើងមើលទាំងអស់គ្នាមុននៅក្នុងករណីដែលឲ្យមើលឃើញថាលេងសង្គ្រាមម្ដងទៀតនេះបងប្អូនមានសង្កេតទេចុះហេតុអីបានជាប្រទេសកម្ពុជាប្រហែលថ្ងៃមុននៅក្នុងការប្រកាសអនុម័តចាយថវិកាជាតិប្រចាំឆ្នាំត្រូវបានអនុម័តប្រកាសឲ្យអាឡារឹកថាកម្ពុជានឹងត្រូវចំណាយថវិកាជាតិទៅលើក្រសួងការពារជាតិដ៏ច្រើនមហិមាបំផុតមានឆ្ងល់ទេអីដូចដឹងមានសង្គ្រាមមុនណាហ៎ដូចដឹងមានសង្គ្រាមមុនណាតើអានឹងជាការរៀបចំឬក៏មិនមែនជាការរៀបចំជាផែនការឬក៏មិនមែនជាផែនការហើយដែលក្នុងការចំណាយថវិកាជាតិនៅលើក្រសួងការពារជាតិដូចខ្ញុំធ្លាប់បញ្ជាក់ហើយថាគឺដើម្បីឲ្យកងទ័ពដើម្បីការពារអំណាចរបស់ខ្លួនពីការដួលរលំអំណាចនៅពេលដ៏ខ្លីខាងមុខនេះនៅពេលដ៏ឆាប់នេះឯងដោយសារតែទប់ស្កាត់នឹងមន្ត្រីរបស់ខ្លួនដែលកំពុងតែចលាចលអំណាចនៅផ្ទៃក្នុងប៉ុន្តែដើម្បីលាក់បាំងដើម្បីឲ្យយល់ថាអូអ្នកសម្ដេចពិតជាមានចក្ខុវិស័យវែងឆ្ងាយមែនពិតជាដឹងថាមានសង្គ្រាមមែនទាយត្រូវឲ្យតែរៀបចំរួចហើយដឹងតែទាយត្រូវមកអាហ្នឹងដូចដែរឲ្យមើលឃើញថានាយករដ្ឋមន្ត្រីថៃថ្មីនេះដែលជាជនក្បត់ប្រទេសថៃនេះតែត្រូវបដូរតំណែងចេញពីអ្នកចាស់មកណាបដូរតំណែងចេញពីកូនយីងឡាក់មកកូនរបស់ថាក់ស៊ីនមកហេសម្ដេចពុកកតាឃើញគាត់ទាយត្រូវទេតែខ្ញុំក៏ទាយត្រូវដែរតែពុកទាយត្រូវដោយសារតែអាចិនដែលរៀបចំឲ្យហ្នឹងដោយសារគាត់ដឹងផែនការរបស់អាចិនហ្នឹងតែខ្ញុំមិនបានដឹងផែនការរបស់អាចិនតែខ្ញុំទាយត្រូវដែរតើខ្ញុំទាយត្រូវមុនពុកទៀតខ្ញុំថាកាលណាដែលប្រសិនជាប្រទេសថៃផ្ទេរអំណាចទៅឲ្យមេទ័ពពេលដែលដកចេញពីកូនស្រីរបស់ថាក់ស៊ីនហើយផ្ទេរទៅឲ្យមេទ័ព 100% បានន័យថាប្រទេសថៃនឹងគ្រប់គ្រងដោយអំណាចយោធាហើយតាមផែនការរបស់ចិនហើយនេះគឺជាយុទ្ធសាស្ត្រពិតប្រាកដចុះឥឡូវយើងមើលតើយ៉ាងម៉េចដែរហើយយើងមើលមួយទៀតនៅក្នុងការបង្កើតព្រឹត្តិការណ៍សង្គ្រាមនេះធ្វើឲ្យមនុស្សទាំងអស់ឈប់ចាប់អារម្មណ៍អីឈប់ចាប់អារម្មណ៍រឿងនៅក្នុងប្រទេសទាំងមូលទាំងស្រុងតែម្ដងការបង្ក្រាបអំពើពុករលួយការបង្ក្រាបឧក្រិដ្ឋកម្មផ្សេងលាក់នឹងលាក់ហើយធ្វើឲ្យប្រជាជនខ្មែរមិនចាប់អារម្មណ៍រឿងការដែលកំពុងតែបើកបញ្ចូលយួនចិននៅពេលដែលធ្វើឲ្យមានសង្គ្រាមនយោបាយបែបនេះខ្មែរដែលជាម្ចាស់ប្រទេសម្ចាស់ផ្ទះត្រូវនាំគ្នារត់ចោលផ្ទះសម្បែងគេចាក់ចោលទ្រព្យសម្បត្តិទាំងខ្មែរនៅក្នុងប្រទេសកម្ពុជាទាំងខ្មែរនៅខ្មែរលើតែនៅតាមបន្ទាត់ព្រំដែនប៉ុន្តែដំណាក់កាលពេលដែរប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ប្រទេសនេះកំពុងតែវិច្ចបង្វិចរត់នេះដោយការបង្កើតសង្គ្រាមរបស់ឆ្កែបំរើអាចិនយួនទាំងសងខាងនេះក្នុងពេលចលាចលនេះវាកំពុងតែរៀបចំឲ្យអាយួនអាចិនដែលចូលមកថ្មីនេះទៅនៅដោយសុវត្ថិភាពបំផុតចូលនៅក្នុងតំបន់ដែលវារៀបចំទុកឲ្យនៅចូលផ្ទះផ្លុកពួកយើងមានចាប់អារម្មណ៍ឯណាយើងត្រូវចោលស្រុកប៉ុន្តែយើងរត់ចេញពីផ្ទះបែកជាយួនចិនរត់ចូលទៅក្នុងផ្ទះនៅក្នុងដីនៅក្នុងផ្លូវនៅក្នុងភ្នំនៅក្នុងព្រៃនិយាយរួមគឺរត់ចូលនៅក្នុងទឹកដីប្រទេសកម្ពុជាឡើងជាគុំហុកចុះយើងមានតែចាប់អាឡៃវាគួយតែចាប់អារម្មណ៍ណាបើអាឡៃភ័យគ្រប់គ្នាហ្នឹងអាឡៃស្រន់ស្លោអាឡៃតែបំពល់ពួកអាបំពល់នោះក៏វាខំប្រឹងនឹងទីគៀនរឿងដែរដើម្បីអីអ្នកស្លាប់ដូចស្លាប់ខ្ញុំ5ចឹងកាលណាគេលេងព្រឹត្តិការណ៍គឺគេតម្រូវឲ្យអ្នកស្លាប់គឺស្លាប់មែនតើហើយ
អ្នកស្លាប់ទាំងអស់នេះគឺជាខ្មែរដែលជាសត្រូវរបស់គ្រួសារមេចោលដែលអ្នកឯងរាល់គ្នាមិនបានផ្ដល់អំណាចឲ្យគ្រួសារមេចោលដែលអាចវាកាន់អំណាចដល់សប្តាហ៍ថ្ងៃហ្នឹងទេអញ្ចឹងគេយកយើងទាំងអស់គ្នាជាខ្មែរជាកងទ័ពជាប្រជាពលរដ្ឋជាមន្ត្រីរាជការជាមនុស្សទាំងអស់ដែលជាខ្មែរណាគឺយកទៅធ្វើបង្កើតព្រឹត្តិការណ៍ឲ្យស្លាប់ឲ្យរងគ្រោះឲ្យហូរឈាមឲ្យមានការឈឺចាប់ខ្លោចផ្សានឹងឯងមែនទេសម្រាប់មុនពេលលេងសង្គ្រាមកន្លងមកនេះបានរៀបចំឲ្យមើលឃើញថាប្រកាសបង្ហាញអំពីថាវិការជាតិត្រូវចាយលើគេទាំងអស់ទៅលើក្រសួងការពារជាតិដើម្បីឲ្យស្របនឹងទំហំលុយកុំឲ្យគេយល់ថាយកក្រសួងការពារជាតិដើម្បីការពារអំណាចគ្រួសាររបស់ខ្លួនទី1ហើយមួយទៀតការអនុវត្តផែនការរបស់ចិនដែលគេហៅថាយុទ្ធសាស្ត្រសង្គ្រាមគ្មានដែនកំណត់ការសម្លាប់គ្រប់រូបភាពនេះឯងហើយបន្ទាប់មកយកលេសថាអូឥឡូវនេះណាឪហើយនឹងអាប្តីឪហើយនឹងអាប្តីស្រែកថាអូយើងត្រូវតែប្រយុទ្ធយើងត្រូវតែសង្គ្រាមយើងត្រូវតែតតាំងដល់ពេលមីប្រពន្ធស្រែកប្រកាសឲ្យខ្មែរទូទាំងប្រទេសចូលរួមបរិច្ចាគឈាមដើម្បីកងទ័ពមែនទេដើម្បីកងទ័ពខ្ញុំនិយាយឪអាកូនហ្នឹងណាអត់មានឈ្មោះទេណាទីអ្នកណារើដាក់ខ្លួនណាហើយនឹងមីប្រពន្ធនេះណាខ្ញុំអត់បានហៅឈ្មោះអ្នកណាមួយឲ្យចំទេតិចរើដាក់ខ្លួនប៉ុន្តែបើចង់បានខ្ញុំ free ឲ្យប៉ុន្តែបើថាអូខ្ញុំប្រមាថអ្នកនេះប្រមាថអ្នកនោះតិចច្រឡំតែខ្ញុំប្រមាថសម្ដេចពុកប្រមាថសម្ដេចណែតប្រមាថសម្ដេចមុនបច្ចាន់មនីអត់ទេណាខ្ញុំហៅឪអញឈីដែរឪអាកូនមីប្រពន្ធពូជអាដេរឆានពូជអាកញ្ចាស់យួនចិនពូជអាឆ្កែបំរើយួនចិនពូជអាឃាតកអញ្ចឹងតិចច្រឡំរើដាក់ខ្លួនអត់បានទេប្រយ័ត្នណាចោតថាខ្ញុំចេះចោះអត់បានទេតែបើអ្នកណាមានឈ្មោះហ្នឹងចេញមក5ម៉ែត្របងខ្ញុំចង់ដឹងអូខេបង្កើតព្រឹត្តិការណ៍សម្លាប់មនុស្សសម្លាប់ជាបរដ្ឋខ្មែរហើយនៅតែគិតថាខ្មែរនៅតែល្ងងនិយាយវាមានខ្មែរល្ងងហើយតែកុំភ្លេចចុះបើសិនជាខ្មែរសិតតែល្ងងទេភ័យម្ល៉េះនេះគឺជាការបង្ហាញនៃការភ័យខ្លាចនៃការរលំអំណាចយ៉ាង 100% ចុះបើខ្មែរល្ងងទេទៅភ័យធ្វើអីទៅប្រឹងបង្កើតព្រឹត្តិការណ៍សម្លាប់ខ្មែរធ្វើអីអ្នកឯងអាចបង្កើតព្រឹត្តិការណ៍ដើម្បីសម្លាប់ខ្មែរដើម្បីឲ្យខ្មែរល្ងងដែលនៅតែអោបពងរបស់អ្នកឯងអោបជាយស្រងរបស់អ្នកឯងចេញមកប្លានេះទៀនរឿងតែអ្នកឯងកំពុងតែដុតលើងកំហឹងទៅឲ្យខ្មែរដែលមិនមែនជាមនុស្សល្ងងអ្នកឯងចាំមើលទៅអ្នកឯងត្រូវចាំឲ្យច្បាស់ថាអ្នកឯងមើលអ្នកលក់ popcorn ណាពួតលីងអាពួតផ្ទុះឬក៏អ្នកលក់លាចកាលណាកម្ដៅវាដល់កម្រិតហើយអ្នកឯងយកអីបន្ទុកក៏អត់ជាប់ដែរវានឹងផ្ទុះដូចដែលលីងលាចអញ្ចឹងបងប្អូនស្គាល់លាចទេដែលគេយកទៅបន់សពណាឬក៏ពួតលីងអាពួតផ្ទុះ popcorn ណាអញ្ចឹងអ្នកឯងត្រូវចាំកាលណាកម្ដៅរបស់ប្រជាជនខ្មែរដែលជាមនុស្សមិនមែនល្ងងដោយអ្នកឯងគិតទេណាវាក្តៅដល់កម្រិតដែលត្រូវផ្ទុះហើយអ្នកឯងមិនអាចយកល្អីឬក៏យកអីទៅក្របដោយអ្នកឯងទៅក្របផ្ទះលេងពោតទេអ្នកឯងចាំទុកឲ្យច្បាស់ហើយមួយទៀតយើងសង្កេតមើលអញ្ចឹងវាអត់ប្របាក់វាស្រួលដែរជាធម្មតាប្រទេសកាលណាឧទាហរណ៍ដូចការសង្គ្រាមរុស្ស៊ីយូក្រែនអញ្ចឹងពេលដែលមានសង្គ្រាមនោះភ្លាមផ្ទុះឡើងភ្លាមគ្រប់ប្រទេសទាំងអស់គេតែងតែប្រកាសឲ្យប្រជាជនគេដែលបានចូលទៅទេសចរឬក៏ទៅរស់នៅក្នុងតំបន់ប្រទេសទាំងអស់នោះដែលកំពុងមានសង្គ្រាម
ត្រូវតែឲ្យមានការចាក់ចែងពីប្រទេសទាំងអស់នោះជាបន្ទាន់អាហ្នឹងឧទាហរណ៍ដូចនៅកម្ពុជាហើយនៅថៃអញ្ចឹងទាំងអាមេរិកទាំងប្រទេសលោកខាងលិចគេនឹងប្រកាសឲ្យប្រជាជនគេរកកន្លែងសុវត្ថិភាពហើយទី2គេអាចនឹងប្រកាសឲ្យប្រជាជនគេចេញពីប្រទេសទាំងអស់នោះជាបន្ទាន់ប៉ុន្តែតើយួនហើយនឹងចិនវាប្រកាសចេញទេមើលឲ្យច្បាស់អញ្ចឹងគ្មានអ្នកណាដឹងរឿងនេះក្រៅពីប្រជាពលរដ្ឋខ្មែរទូទាំងនគរទេចុះបើសិនជាខ្មែរដឹងរឿងទាំងអស់នេះខ្មែរល្ងងទេយើងមើលតែយួនហើយនឹងចិនវាប្រកាសឲ្យជនជាតិវាទាំងអស់នៅលើទឹកដីប្រទេសកម្ពុជាត្រូវតែចាក់ចែងទេដើម្បីកុំឲ្យមានគ្រោះថ្នាក់ដោយសារសង្គ្រាមទេមានតែចូលទេសចរទីទៀតរបាយការណ៍ពេលដែលគេលេងសង្គ្រាមនេះមកប្រាវធំហើយគេឲ្យក្រសួងទេសចរប្រកាសថាអូភ្ញៀវទេសចរមកពីចិនមានលំដាប់កើនឡើងធ្វើឲ្យទេសចរចូលមកតែបិទតែប្រទេសមានសង្គ្រាមមែនតែការចូលរួមទេសចររបស់ប្រជារបស់ទេសចរអ្នកទេសចរយួនចិនមកណាដោយមិនមានការបារម្ភភ័យខ្លាចទេដោយសារតែដឹងថារដ្ឋាភិបាលកម្ពុជានេះមានការការពារនិងយកចិត្តទុកដាក់ចំពោះភ្ញៀវទេសចរយ៉ាងល្អបំផុតយេវាល្អមែនឲ្យខ្មែររត់ប្រាស់ស្រុកឲ្យខ្មែរងាប់ឲ្យខ្មែរត្រូវគ្រាប់ឲ្យខ្មែរបែកបាក់គ្រួសារបាត់បង់មនុស្សជាទីស្រឡាញ់គេរស់នៅជុំគ្នាសុកអួតស្រែកសន្តិភាពក្តែងដល់ពេលលេងសង្គ្រាមឲ្យប្តីប្រពន្ធកូនគេដែលក្រីក្រលំបាកដែលជាកតាបកិច្ចឲ្យប្រើពាក្យកតាបកិច្ចកងទ័ពដើម្បីការពារជាតិទាំងដែលការពិតរៀបចំឲ្យគេទៅស្លាប់ដើម្បីឲ្យគេបាត់បង់មនុស្សជាទីស្រឡាញ់បាត់បង់មង្គលគ្រួសារនេះគឺជាភាពខូខើប្រេផ្សៃរបស់អាសត្វដេរឆានដែលវាជាឆ្កែយួនហើយនឹងឆ្កែចិនមែនទេសម្ដេចស្គាល់វាទេខ្ញុំគិតថាសម្ដេចគួរតែចាត់ការវាហើយសម្ដេចគួរតែអុសក្បាលអាឆ្កែយួនឆ្កែចិនដែលបង្កគ្រោះថ្នាក់ដល់ប្រជាជនខ្មែរហ្នឹងណាយកវាមកជួកហើយល្មមហើយអញ្ចឹងបងប្អូននៅចាំអីទៀតដូចខ្ញុំប្រាប់អញ្ចឹងនៅចាំសេចក្តីស្លាប់ឃើញទេប៉ុណ្្នឹងហើយបង្កើតគ្រោះថ្នាក់បង្កើតការភ័យខ្លាចបង្កើតការបាត់បង់ការបែកបាក់គ្រប់រូបភាពសម្រាប់ជីវិតខ្មែរនៅក្នុងប្រទេសកម្ពុជាហើយនិងខ្មែរនៅប្រទេសថៃនៅជាប់ព្រំដែនហើយខ្មែរសរិនខ្មែរលើជាប់ព្រំដែនមិនតែប៉ុណ្ណោះដើម្បីខ្លាចខ្មែរងាប់អត់អស់ប្រកាសដើម្បីឲ្យខ្មែរបរិច្ចាគឈាមអាបរិច្ចាគឈាមនេះងាប់ច្រើនជាងកងទ័ពនៅជួរមុខទៀតណាដោយសារមើលអត់ដឹងដោយសារងាប់នៅផ្ទះរៀងខ្លួនងាប់លប៉េះលប៉ោះវាអត់ងាប់នៅជួរមុខប៉ុន្តែណាអាបរិច្ចាគឈាមដែលពាក់ព័ន្ធជាមួយនឹងការបញ្ចូលមេរោគថ្មីទាំងអស់ដែលសរុបទៅគេហៅថា H3N2 ក៏នៅក្នុងនឹងផ្ដាសាយវ៉ាក់សេក៏នៅក្នុងនឹងអាមេរោគមហារីកកម្រិតធ្ងន់ក៏នៅក្នុងនឹងមេរោគគ្រុនចាញ់ក៏នៅក្នុងនឹងអាគ្រុនឈាមក៏នៅក្នុងនឹងថ្លើមក៏នៅក្នុងនឹងទាំងអស់ប៉ុន្តែកុំជឿខ្ញុំអីជឿមេដឹកនាំរបស់អ្នកទៅបរិច្ចាគទៅដើម្បីមនុស្សធម៌ដើម្បីឲ្យបានងាប់កុំឲ្យរស់បានយូរពេកនាំធ្ងន់ផែនដីចេះងាប់ទៅល្អដែរអូខេចឹងទៅតាមដំណើរទៅព្រោះយើងខាត់គេឲ្យរស់គេមិនចង់រស់គេថាយើងនឹងអាក្រក់យើងនឹងខូខើណាបន្តិចកំពុងមានអាសន្នចុះអាដេរឆានណាបង្កើតអាសន្នមើលបើសិនកុំមានអាដេរឆានជាអ្នកបង្កើតវាឡើងណាវាមានអាសន្ននឹងកើតឡើងទេយេខ្ញុំវាអាក្រក់ប្រទេសមានអាសន្នបែរជាកាន់ជើងថៃកាន់ជើងសៀមអ្នកឯងកើតមកក្បាលអ្នកឯងគ្រាន់តែធ្វើឆ្កែដើរកាន់ជើងគេទេអ្នកឯងអត់ដែលស្គាល់ថាខ្លួនឯងហ្នឹងគឺជាមនុស្សឬក៏សត្វទេខ្លួនឯងអត់កំណើតហើយបង្រៀនកូនចៅឲ្យខ្លួនឯងអត់កំណើតដូចខ្លួនឲ្យយល់ថាទង្វើរបស់ខ្លួនដែលមិនស្គាល់ខ្លួនឯងជាមនុស្សឬក៏ជាសត្វឲ្យយល់ថាឲ្យបង្រៀនកូនចៅឲ្យខ្លាយទៅជាមនុស្សដែលចេះអែបអបលួនក្រាបធ្វើឆ្កែមិនបានបង្រៀនកូនចៅខ្លួនឯងថាខ្លួននេះគឺជាមនុស្សក្លាហានរឹងមាំច្បាស់លាស់ខ្លួនឯងត្រូវមើលបែងចែកខ្លួនឯងច្បាស់លាស់អាហ្នឹងគិតខ្លួនឯងទាំងអស់គ្នាទៅហើយយើងមើលមួយទៀតតែវាស្របគ្នាទេនៅក្នុងដំណាក់កាលនេះ
នេះវាស្របគ្នាជាមួយនឹងអាចិនវាកំពុងតែគម្រាមកំហែងទៅលើប្រទេសជប៉ុនឃើញទេវាបានបែកកណ្ដុងយន្តហោះចម្បាំងរបស់វាដើម្បីទៅទិសដៅយន្តហោះចម្បាំងរបស់ជប៉ុនវាបានពង្រាយកងទ័ពជើងទឹកវាដើម្បីតម្រង់ទិសទៅជប៉ុនឥឡូវនេះថ្មីនេះទៀតវាបានបិទរ៉ាដាប្រព័ន្ធរ៉ាដារបស់ជប៉ុនទៀតប្រព័ន្ធរ៉ាដាយន្តហោះរបស់ជប៉ុនប្រព័ន្ធរ៉ាដាយន្តហោះចម្បាំងរបស់ជប៉ុនទៀតបិទប្រព័ន្ធហោះហើរទៀតតើវាថោកទៀតទេហើយវាឲ្យពួកជនជាតិចិនវាដែលជាឆ្កែបំរើល្ងងដែលគ្រប់គ្រងកុម្មុយនីសស្រែកបដិសេធថាជប៉ុនអាក្រក់ជប៉ុនជាអ្នកឈ្លានពានចិនមុនតៃវ៉ាន់ជារបស់ចិនគេវាឲ្យក្រុមបណ្ដាញសារព័ត៌មានទាំងអស់វាយលុកដើម្បីអីដើម្បីបំភាន់ប្រជាជនរបស់វាដែលជាជនជាតិចិននៅក្នុងប្រទេសចិនហ្នឹងឲ្យលែងចាប់អារម្មណ៍រឿងអំណាចនៃការដឹកនាំអាក្រក់របស់អាកុម្មុយនីសចិនឲ្យទៅជាចាប់អារម្មណ៍ថាអូត្រូវសម្លឹងមើលសត្រូវរបស់យើងគឺជប៉ុនហ្នឹងឯងគឺវាកំពុងតែចង់ឆ្លោះជាមួយយើងវាកំពុងតែចង់ប្រយុទ្ធមួយយើងឯងវាចង់ធ្វើសង្គ្រាមមួយយើងដូចតែរបបអាអត់កំណើតព្រោះវាកើតមិនដឹងកើតមកពីអីទេបើកើតមកពីឆ្កែយ៉ាងណាឈាមឆ្កែក៏វានៅល្អតែអានេះវាអន់ជាឆ្កែទៅទៀតមែនទេពុកណែពុកស្គាល់វាទេដែលវាបង្កើតសាច់រឿងហើយឲ្យខ្មែរចាប់អារម្មណ៍នៅក្នុងការស្លាប់របស់កងទ័ពខ្មែរដែលវារៀបចំផែនការដើម្បីឲ្យគេសម្លាប់ខ្មែរហ្នឹងហើយខ្មែរមួយចំនួនដែលវាឡាយជាមួយដែលនៅរបបហ្នឹងគេហៅថាចុះឃើញតែព័ត៌មានតែមួយខាងអាហ្នឹងគេហៅថាព័ត៌មានតាមចំហៀងទេអញ្ចឹងទៅឲ្យយល់ថាអូខ្មែរអ្នកទាំងអស់គ្នាមានដឹងថាប្រជាជនថៃនៅតាមបន្ទាត់ព្រំដែនស្លាប់ប្រមាណទេកងទ័ពថៃដែលស្លូតត្រង់ស្លាប់ប្រមាណអ្នកទេទ្រព្យសម្បត្តិធនធានរបស់ប្រជាជនថៃនៅតាមបន្ទាត់ព្រំដែនត្រូវឆេះត្រូវបំផ្លាញប្រមាណទេមិនចាញ់កម្ពុជាទេច្រើនជាងកម្ពុជាផងអ្នកដឹងទេប៉ុន្តែសួរថាប្រព័ន្ធព័ត៌មានផ្សព្វផ្សាយរបស់ពួកវាផ្សព្វផ្សាយឲ្យឃើញណាស់វាប្រើភាពដាក់គេដែរទេផ្ទះដៃមកចំហៀងផ្ទះតងាប់គាត់លឺដែរយល់ទេអញ្ចឹងលក្ខខណ្ឌនយោបាយសង្គ្រាមតើតើវាមានទាំងសងខាងបានវាធ្វើទៅកើតហើយខ្ញុំផ្ដាំម្ដងទៀតប្រកាសម្ដងទៀតគ្រួសារខ្មែរជាទីស្រឡាញ់ណាដែលគាត់យល់ថាខ្ញុំមិនស្អប់ថៃខ្ញុំជាមនុស្សអាក្រក់ដែលការពារសត្រូវអូខេ unfriend ខ្ញុំចេញទៅអូខេ unfollow unfriend ខ្ញុំចេញទៅព្រោះមកក៏ខ្ញុំមិនមែនអ្នកដឹកដៃអ្នកឯងមកដែរបញ្ជាក់ណាអូខេណាមិនថាអ្នកណាទេញាតិក៏ដោយមិត្តក៏ដោយ friend ក៏ដោយយ៉ាខ្ញុំប្រាប់អញ្ចឹងខ្ញុំអត់ត្រូវការអំបរអ្នកណាមកឲ្យជឿខ្ញុំទេហើយមិនបាច់មកជាពិសេសសាច់ញាតិក៏ដោយមិនបាច់មករីគុណខ្ញុំទេកុំឲ្យខ្ញុំឃើញនៅក្នុងខមមិនកុំឲ្យខ្ញុំស្អប់ជាពិសេសសាច់ញាតិក៏ដោយកុំឲ្យខ្ញុំស្អប់កុំខមមិនជាមួយខ្ញុំឲ្យសោះអូខេអ្នកឯងរត់បែបលក្ខណៈរដ្ឋាភិបាលចៅរបស់អ្នកឯងទៅខ្ញុំរស់បែបខ្លួនខ្ញុំព្រោះជីវិតខ្ញុំនេះក្បាលមួយតែឯងតែយូរមកហើយវាអត់បញ្ហាទេអាហ្នឹងមិនជាឲ្យច្បាស់តែម្ដងវាលយត្រង់ថាគេមិនដែលស្ដីរហូតទេប៉ុន្តែមក request ជេរគេអត់របៀបហើយ request ជេរគេអត់ខ្មាស់ខ្លួនឯងអាគេអត់ស្គាល់មុខផងណាវាលយអញ្ចឹងណាប៉ុន្តែមិនអីទេសម្រាមវានៅតែជាសម្រាមវាមិនអាចកែច្នៃទៅជាមាសខ្លាយកែច្នៃទៅជាពេជ្របានទេចាងច្រើនវាខ្លាយទៅជាផេះដែលគេដុតហើយដាក់នៅក្នុងគល់ដាក់នៅគល់ឈើដើម្បីឲ្យដើមឈើវាដុះទេតែសម្រាមវានៅមានតម្លៃជាមនុស្សប្រភេទអញ្ចឹងអញ្ចឹងដូចគ្នាទេឥឡូវយើងមើលនៅចិនជាមួយនឹងប្រទេសជប៉ុនឯកម្ពុជាជាមួយថៃប្រៀបធៀបគ្នានៅក្នុងដំណាក់កាលជាមួយគ្នា
យុទ្ធសាស្ត្រផ្សព្វផ្សាយរបស់បកគុំនេះចិនឲ្យសារព័ត៌មានស្រែកម្ដងហើយម្ដងទៀតថាមិនយល់ស្របនឹងការប្រកាសរបស់ជប៉ុនដែលឲ្យយល់ថាចិនគឺជាអ្នកឈ្លានពានរបស់ជប៉ុនកំពុងឈ្លានពាននៅលើអ្វីគ្រប់យ៉ាងរបស់ជប៉ុនទេចំណែកនៅកម្ពុជាយើងមើលទៅពួកអាប្រព័ន្ធផ្សព្វផ្សាយបំពល់បង្កបានន័យថាបាញ់ឆេះកំហឹងបាញ់ឆេះមហារីកនៃសង្គ្រាមបានន័យថាវានឹងបង្កើនសង្គ្រាមឲ្យកាន់តែក្តៅហើយឲ្យយល់ថាពេលណារបបមេចៅស្រុកខ្មែរនេះមានការបាញ់បហាកាន់តែធំទៅដោយសារតែមានការចូលរួមគ្រប់គ្រងពីប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកាលណាធំទៅខ្ញុំសួរបន្តិចតើអាមេតបអាមេដឹកនាំមួយណាដែលវាងាប់តើអ្នកណាដែលងាប់ឲ្យប្រកបពេលដែលសង្គ្រាមកាន់តែធំទៅអ្នកណាដែលងាប់កងទ័ពឆ្លូតត្រង់អ្នកណាដែលគេមិនទុកចិត្តគេរុញឯងទៅជួមុខឲ្យងាប់ទាំងអស់មេតួណាដែលគេមិនទុកចិត្តរុញអ្នកឯងឲ្យទៅជួមុខឲ្យងាប់ទាំងអស់គេតើគ្រួសារពួកវាដែលពួកអាក្បត់ជាតិនេះដែលមានអំណាចធំកំពូលនេះក្បាលវាមួយណាដែលទៅឈរត្រង់ក្របដើម្បីឲ្យគេបាញ់ឲ្យងាប់ដូចជាបរដ្ឋដោយកងទ័ពឆ្លូតត្រង់មានទេមើលជួយប្រាប់ផងតែលោកខ្ញុំផ្ដាល់យោបល់ទៅវាលំអៀងខ្ញុំផ្ដាល់យោបល់ទៅវាមិនត្រឹមត្រូវចេះខ្ញុំមិនត្រឹមត្រូវដោយរបបថោកទាបខូខើនឹងទេមែនទេរបបមេចាឲ្យប្រព័ន្ធផ្សព្វផ្សាយបង្ហាញម្ខាងថាថៃឈ្លានពានសម្រាប់ទាហានសម្រាប់ពលរដ្ឋហើយនេះជាវិធីដើម្បីញុះញង់អារម្មណ៍ដើម្បីបំផ្លើសការគំរាមកំហែងពីថៃផ្ដល់ឲ្យសាធារណជនចាប់អារម្មណ៍មិនមានការសង្ស័យរបបរបស់ខ្លួនមិនចាប់អារម្មណ៍នៅលើរបបរបស់ខ្លួនសួរថារបបរបស់មេចៅស្រុកខ្មែរឥឡូវវាកំពុងប្រឈមអ្វីខ្លះឧក្រិដ្ឋកម្មដែលត្រូវបានស៊ើបអង្កេតមិនថាឧក្រិដ្ឋកម្មគ្រឿងញៀនឧក្រិដ្ឋកម្មអនឡាញឧក្រិដ្ឋកម្មជួញដូរមនុស្សឧក្រិដ្ឋកម្មធំជាច្រើនហើយអីទៀតឧក្រិដ្ឋកម្មដែលសម្លាប់មនុស្សជាតិដោយមេរោគនិងវ៉ាក់សាំងកូវីដឥឡូវនេះវាមកហើយវាអត់បានបញ្ឈប់នៅក្នុងការសម្លាប់ខ្មែរដោយមេរោគនិងវ៉ាក់សាំងនឹងទេអ្នកទាំងអស់គ្នាដឹងច្បាស់ជាងខ្ញុំទៅទៀតដែលគេប្រកាសឲ្យនេះទៅចាក់វ៉ាក់សាំងឃើញទេអូខេហើយយើងមើលនេះសម្រាប់ពាក់ព័ន្ធជាមួយនឹងរបាយការណ៍នៅក្នុងការពាក់ព័ន្ធនៃវ៉ាក់សាំងបន្ទាប់ពីការស៊ើបអង្កេតហើយឥឡូវនេះនៅក្នុងសហរដ្ឋអាមេរិកដែលមានលោកប្រធានាធិបតីដូណាល់ត្រាំបានប្រកាសលុបចោលអីគេពេលដែលអាបៃដិននៅមានអំណាចបានឲ្យមានការសញ្ញេលើកលែងទោសឲ្យវិជ្ជបណ្ឌិតហ្វសស៊ីដែលជាប្រធាន Big Pharma បានន័យថាដែលជាប្រធានក្រសួងសុខាភិបាលរបស់សហរដ្ឋអាមេរិកដែលវាបានរួមគ្នាសហ័យស្មន់ជាមួយនឹងប្រធានមន្ទីរពិសោធន៍វូហានចិនដែលបានបង្កើតមេរោគនិងវ៉ាក់សាំងដែលសម្លាប់ពិភពលោកទាំងមូលប៉ុន្តែឥឡូវនេះសហរដ្ឋអាមេរិកដែលមានលោកប្រធានាធិបតីដូណាល់ត្រាំជាប្រធានាធិបតីដូណាល់ត្រាំបានជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកបានប្រកាសលុបនៅការសញ្ញេលើកលែងទោសឲ្យ Foxy ហើយកាលណាគេលុបអាហ្នឹងឥឡូវនេះគេនឹងត្រូវបានស៊ើបអង្កេតរកឃើញពួករដ្ឋជ្រៅបានន័យថាកម្លាំងងងឹតដែលពាក់ព័ន្ធជាមួយនឹងការដែលសម្លាប់មនុស្សជាតិទូទាំងពីពិភពលោកក្នុងនោះតើអត់កំណើតនៅកម្ពុជាដែលវាបង្ខំឲ្យខ្មែរចាក់មេរោគវ៉ាក់សាំងកន្លងមកនេះហើយវាបានចង្អុលខ្មែរជាង 20000 នាក់យកទៅសម្លាប់យ៉ាងប្រៃផ្សៃដោយស្រែកតាកូវីដមួយម៉ាត់ដើម្បីវាបានឡើងកាន់អំណាចនោះវារួចខ្លួនទេនេះហើយដែលជាហេតុផលវាកំពុងតែបិទបាំងនៅអ្វីដែលកំពុងតែមកយ៉ាងច្រើនបំផុតពិភពលោកនឹងរកឃើញកម្លាំងងងឹតជាច្រើនដូចជា Foxy និងលោក Pfizer និងម្ចាស់បានន័យថាម្ចាស់ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer ហើយម្ចាស់ក្រុមហ៊ុនដែលជាអ្នកផលិតវ៉ាក់សាំង Pfizer នេះគឺអ្នកណាគឺប្តីរបស់លោកស្រីប្រធានសហភាពអឺរ៉ុប Leyen
ដែលអួតខ្លួនឯងជាអ្នកស្រឡាញ់ប្រជាធិបតេយ្យខ្លួនឯងស្រឡាញ់សេរីភាពពេលដែលឈរបញ្ចេញមតិថាអួតខ្លួនឯងជាអ្នកស្រឡាញ់ប្រជាធិបតេយ្យស្រឡាញ់សេរីភាពស្រឡាញ់ការបញ្ចេញមតិដោយសេរីដល់ពេលគេនិយាយគេតវ៉ានៅមុខពេលខ្លួនឯងធ្វើវេទិកាដោយបញ្ចេញមតិស្រាប់តែឲ្យកម្លាំងប៉ូលីសទៅចាប់គេដាក់គុកហើយខ្លួនឯងអួតថាគេស្រឡាញ់ការបញ្ចេញមតិដោយសេរីប៉ុន្តែវាមិនចម្លែកទេដូច5អញ្ចឹងហើយកាលណាគេស៊ើបទៅវាពាក់ព័ន្ធជាមួយនឹងបុគ្គលទាំងអស់ហ្នឹងនេះចុះសំណួរសួរថាតើអាការចាក់វ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជាដែលមេរោគនេះហើយបង្ខំឲ្យមនុស្សស្លាប់នេះនៅក្នុងប្រទេសកម្ពុជានេះតើគ្រួសារមេចៅនេះវារួចខ្លួនទេពិភពលោកនឹងរកឃើញកម្លាំងងងឹតជាច្រើនដូចជា Foxy និងលោក Pfizer ដែលដើរតួជាពពែបានន័យថាតិចទៀតពួកអិសរាជជនឬក៏គេហៅថាក្រុមពួកអសកលនិយមរដ្ឋជ្រៅរបស់សហរដ្ឋអាមេរិកដែលមានអូបាម៉ាមាន Hillary Clinton មាន Bill Gates ឡានឹងទម្លាក់កំហុសគ្រប់យ៉ាងមាន George Soros ជាដើមនឹងទម្លាក់កំហុសគ្រប់យ៉ាងទៅឲ្យលោកវិជ្ជបណ្ឌិត Foxy ដែលជាឃាតករសាហាវនៅក្នុងការសម្រេចដើម្បីឲ្យពិភពលោកនេះត្រូវមានគ្រោះថ្នាក់ដែលជាសកលអញ្ចឹងផែនការរបស់ពួករដ្ឋជ្រៅវានឹងដោះខ្លួនវាកំពុងតែរកវិធីសាស្ត្រដោះខ្លួនដើម្បីទម្លាក់កំហុសគ្រប់យ៉ាងឲ្យ Foxy ខ្លាចទៅជាពពែរងទុកតែម្នាក់ឯងមិនតែប៉ុណ្ណោះពួកវានឹងរុញឲ្យ Z ក៏ខ្លាចទៅជាប្រពែនៅក្នុងការទទួលខុសត្រូវពាក់ព័ន្ធជាមួយនឹងមេរោគនិងវ៉ាក់សាំងយ៉ាងធ្ងន់ធ្ងរនេះដែរតែស្ថានភាពនយោបាយជាតិនិងអន្តរជាតិវានឹងកំពុងតែពុះកញ្ជ្រោលបែបណាពេលនេះគេហៅថាស៊ូណាមីអំណាចដាច់ការស៊ូណាមីអំណាចកុំមួយនេះអញ្ចឹងហើយបានជាវាត្រូវបង្កើតសង្គ្រាមគ្មានដែនកំណត់បាននិយាយរួមគេហៅថាសម្លាប់គ្រប់រូបភាពគ្មានដែនកំណត់នេះត្រូវតែឲ្យវាក៏ក្រឹកក៏ក្រែងតាមផែនការដែលវាបានរៀបចំជាយូរណាស់មកហើយFoxy និងលោក Pfizer ដែលដើរតួជាពពែនឹងត្រូវមានទោសមុនគេហើយ Z នឹងខ្លាយទៅជាពពែរងទុកលេខ1បានន័យថាខ្លាយទៅជាពពែបានន័យថាឲ្យយល់ថាណែ Foxy ហើយនឹងអាប្រធានក្រុមហ៊ុន Pfizer ដែលជាប្តីនាងលេយិនប្រធានសហភាពអឺរ៉ុបហ្នឹងគឺទទួលបញ្ជាពី Z អញ្ចឹង Z ជាមុខសញ្ញាធំរបស់ពិភពលោកឃើញទេប៉ុន្តែរឿងទាំងអស់នេះវាពាក់ព័ន្ធជាមួយនឹងណាពាក់ព័ន្ធជាមួយនឹងក្រុមវាងជីសានមេងជៀនជូពាក់ព័ន្ធជាមួយមន្ទីរពិសោធន៍ទាំងអស់នេះគឺមេងជៀនជូនិងវាងជីសាននេះហើយជាអ្នកបង្កើតមន្ទីរពិសោធន៍ទាំងអស់នេះឡើងដែលជាសត្រូវផ្ទៃក្នុងអំណាចនៃគណបកកុម្មុយនីសចិនដែលគេហៅថាក្រុមអាចចត្រកូលវាងនេះឯងប៉ុន្តែនៅក្នុងដំណាក់កាលនេះវានឹងច្រានកំហុសទាំងអស់ទៅឲ្យ Z ប៉ុន្តែសួរតែ Z ឲ្យវារួចខ្លួនទេសង្គ្រាមអំណាចនៅពេលនេះមិនថានៅកុម្មុយនីសចិនមិនថានៅលើពិភពលោកមិនថានៅកម្ពុជាទេបានន័យថាផ្ទៃក្នុងប្រទេសទាំងអស់កំពុងតែខំគ្នាកំពុងតែហៅថាកំពុងតែកម្ចាត់គ្នាទៅវិញទៅមកនេះហើយគេហៅថាចលាចលនៃអំណាចឥឡូវនេះគ្រប់ប្រទេសកំពុងតែជួបនឹងភាពចលាចលនៃអំណាចបើយើងមើលយើងឃើញតែអាមេរិកទេព្រោះអាមេរិកចូលចិត្តបើកទូលាយចូលចិត្ត freedom ប៉ុន្តែគេអត់ឲ្យមើលឃើញប្រទេសផ្សេងៗដូចជាអាចិនដូចជានៅកម្ពុជាឃើញទេអត់ឲ្យមើលឃើញនៃការផ្ទៃក្នុងបែកបាក់គ្នាប៉ុន្តែគេអាចឲ្យមើលឃើញតែអាមេរិកណែផ្ទៃក្នុងរបស់អាមេរិកកំពុងតែបែកបាក់គ្នាខ្លាំងណាស់ប៉ុន្តែសួរថាអាមេរិកខ្សោយទេអាមេរិកគឺជាអ្នកដែលស្មោះត្រង់មិនខ្លាចនឹងបើកបង្ហាញការពិតប៉ុន្តែពួកអាកុម្មុយនីសដែលវាអាក្រក់វាមិនដែលឲ្យគេដឹងថាអូអំណាចកុម្មុយនីសវាបានដោយការប្រមូលផ្ដុំនៃអំណាចដែលការបិទបាំងនៅអំពើអាក្រក់ដែលវារួមគ្នាតែបើសិនជាបង្ហាញឲ្យឃើញថាបែកបាក់ផ្ទៃក្នុងវាស្មើនឹងវាស្លាប់នឹងហើយជាអ្វីដែលវាកំពុងតែបង្កើតឡើងដើម្បីបិទបាំងនៅផ្ទៃក្នុងដ៏អាក្រក់របស់វាថាវារង្គើប៉ុណ្ណាសួរថាផ្ទៃក្នុងរបបអាមេចៅរាល់ថ្ងៃនេះវាកំពុងតែជួបស៊ូណាមីអំណាចបែបណាខ្លះស៊ីនឹងខ្លាចទៅជាប្រពែដែលរងទុកលេខ1ហើយបកកុម្មុយនីសចិននឹងត្រូវកម្ចាត់ចំណែកសមាជិកគ្រួសារទាំងអស់របស់ Z រួមទាំងក្រុមគ្រួសាររបស់វាងជីសានមេងជិនជូ
năng một nụ krọ đó tay tiết nằng tay ban cầm chặt đôi kia bắn toàn mô nè bẹ quan đôi chia mê đặc noan miền nè can làm na chỉ đam đại bằng không ơi một nụ sẽ chết rồi bọc luôn đứa con bằng không ơi rồi chết cho nó bọc luôn chạ vạ sang mê rô cửa lò màu bọn này nằng tay ban kỹ sư bằng cây thôi nằng tay ban tập tu đói mình ai chia hoạt trong mặt trong pram thà vì này dây ruộng tới vì ở bán cất thà vì thở té tới rốc sẽ đầy phiếp đòi bất có đi ca na vì ơi mới khơi ta am đấy cho bên này vô mới Campuchia viên đừng giá hạ ca cho mỗi am đấy đóng bây giờ mới khơi ta viên đừng mới trở là thêm chưa thầm tay tay cái có đang thà viên đâu ta có bọt đây kết tục ở ca ơi chán này xong bay tay lên sòng cream nước tí mũi khơi đi vì bán chủng này ngay khác đầm bông lôi tao pun được bao giá am đấy đã lên Campuchia và mán phía rồi là hot máu được sao và mán mình sao đọc bằng bốn phía rồi thấy nhé vì chủng đánh đi bàn tay mình lên mà đo hai mình lên mà đo tiếp vì mừng ngay am đấy về đi lên sừng cream này chân mình chia chân nơi bị cao lực tí mũi này cao bằng cao sừng cream Campuchia đồng hay mình đấy cầm pon tay và cả đạp pon này mình này chỉ cam tôi cam bị một lô Campuchia là ăn bảo mán xài chiếc này hai mà thế mà nơi thầm đập vào bốn phía rồi coi mà tiết đấy bán đo nơi chủng nuôi chỉ ra mình tha chủng nuôi chưa công lăng được không cam mình đâu mình đa chủng nuôi chỉ thôn thiên chia bạch chay bị chia xem thế rất bạc hết bản toa mà tiết đấy ban bản chun nhẹ bên đây chỉ cam nhẹ vi này vô đấy đó là bay mà tổng nè tổng nông tiếp sang bên đây chỉ cam chủng nuôi cam bị chia đòi sai được chồng làm chăng cả nào đấy đo áo chăng bật đèn năng thử tại miền trong cái crom riêng cổ rốt tam cho bắp rồi bao giờ ra Americ đòi được Việt Nam cứ trơ tài cổ rốt xích mình đủ còn tệ ấy cả đi bắt đầu còn năng vơi từ đó là thiệp ra chết thằng tay tâm trơ bắt đầu còn bàn tay viên con tay chầm nai đầm bay của họ Americ đầm bay vô Pevelia nó bao Americ pro Americ kịp vừa đầu cho bắp trong viên chầm nai pe là không ca mà đấy bà sân chỉ ăn ở quán được không cô ca đấy này rồi tên nó môi bàn bắp cây prom riêng chăng cho bác cái là trâu đó còn nói bên này hai vi lên rồi đái vì mơ nghe am đấy bên tay lo hay vì mơ nghe am đấy phải sao chứ vì mơ nghe bị chưa bọt mai pro am đấy mình miên cả lại nghe ơi mưa thế đại mai đấy đại slow trăng bây là họ đo kì cái tha mai là ngung chọn sầm lập banan có ban chọn sầm lập bài na có ban chọn bằng hô chiêm có ban chọn cỏ chiêm có ban chọn sẹt chiêm có ban chọn sẹt cho có ban đợi ra cái thằng mai vâng bàn tay am đấy mà mấy lần đôi mai thế hả nào ta sao là phép tay không được nặng ca này cầm bông mà mơ khơi tham bên sừng kiếm nhé ta phép chỉ là cho làm nay đó bao cô sa mấy trao sao không ai cầm bông để chua vào vậy là một thay được không cả nạp bạc rồi chơi chân đứa còn hai cặp thả CPP cua sa chỉ ra nó bỏ một tay choan cua nó bỏ cả nạp bạc công đi Campuchia cầm bông rọc lư rụt phía luôn từ cái vật tê nuôi chồng luôn đầm bay sông chồng nuôi bị bo được đi ở chuối cà phê cua sa là bỏ luôn pro poke mình ai lẹ lôi nó bỏ poke năng một nu tách tôi năng đại poke miên tụm nục chất bạn ấy tha cái mình ai của con lôi này hòa đó nhưng khơi nhé dọc lôi tạo nhà đi căn khai từ chia ông nhà khai từ chia dạ cân khai từ chia ô mình chặt krom hôn đi mình chặt krom hôn nu đầm bay vòng bay ơi poke cho căn lôi ơi tại là đôi môn tê đời xa tại lên miên tụm nục chất lơ bỏ con na tiểu họ ca này được không hay là ca căn lôi ơi bộ nè miên lôi đại chưa krom miên ẩm nai ăn tỉ pol đại phúc rồi lôi đại bọc đại ẩm bữa cọ đại miên lôi chán đấy nè mình men tơ tay sờ máy hôn mà nãy đang thế cứ tăng bị pê đai sầm đách phúc cho mà Campuchia đại ruột bản tộc mà lấy pê na năm cay chiêng nơi năm cay chiêng pê nút bật Campuchia nơi chỉ còn muốn nơi năm bài chiêng là năm cay chiêng sờ máy đại mai dương này chỉ còn đốt mình chăm thế sờ máy này chỉ còn đốt này nói gì nhạc khá hốt con đốt thế trăng ban kê oi lôi đầm bay căn
ហើយបានខ្លាយទៅជាថៅកែលក់ពេជ្រដល់សប្តាហ៍ថ្ងៃនេះក៏មានដែរណែគ្រាន់តែរបបអាកុម្មុយនីសនេះចូលភ្លាមទង្វើនៅក្នុងការលាងលុយក៏ខ្វល់នេះវាមាននៅកម្ពុជាតាំងពីយូរយារណាស់មកហើយតាំងពីសម័យដែលមហាសេដ្ឋីកម្ពុជាល្បីនៅកម្ពុជាគឺថៃបណ្រុងម្លេះដែលហៅថាថេងបណ្ណាថៃបណ្រុងនោះតែលទ្ធផលចុងក្រោយថៃបណ្រុងគឺអត់មានតែលេងសំបីតែកូនរបស់ថៃបណ្រុងក៏អត់បានដែរទ្រព្យសម្បត្តិទាំងអស់ទៅបានទៅលើហ៊ុនតោអីទេមានចាំទេអញ្ចឹងហើយបានជាកន្លងមកបើសិនជាមន្ត្រីជាន់ខ្ពស់ដែលជាមនុស្សមានលុយទាំងអស់នេះដាក់លុយទៅឲ្យអ្នកកាន់ឲ្យនោះគឺជាមនុស្សដែលអាចទុកចិត្តបានគឺគេអត់បារម្ភទេប៉ុន្តែបើប៉ះចំពួកដែលក្បត់ហើយឥឡូវនេះគេដឹងច្បាស់ណាស់មនុស្សឥឡូវនេះគឺគេមិនទុកចិត្តទេព្រោះដោយសាររបបនេះបង្កើតមនុស្សមិនឲ្យមានការទុកចិត្តគ្នាមិនឲ្យជឿជាក់គ្នាដូច្នេះហើយបារម្ភអំពីសុវត្ថិភាពលុយនិងទ្រព្យសម្បត្តិរបស់ខ្លួនអូខេគ្រួសារមន្ត្រីជាន់ខ្ពស់របស់បកកុម្មុយនីសកម្ពុជាដែលហៅកាត់ថា CPP កំពុងរកផ្លូវរត់ភៀសខ្លួនទៅក្រៅប្រទេសដើម្បីសុំជំនួយពីអន្តរជាតិជួយការពារសុវត្ថិភាពរបស់គ្រួសារខ្លួនព្រោះពួកគេមិនអាចលាក់លុយរបស់ពួកគេនិងមនុស្សតិចតួចដែលពួកគេទុកចិត្តហើយខ្លាចថាមេចៅស្រុកខ្មែរឬក៏មេអំណាចនៅកម្ពុជានឹងតាមដានទ្រព្យសម្បត្តិនិងសាច់ញាតិរបស់ពួកគេឥឡូវហ្នឹងថាវាចលាចលប៉ុណ្ណាប៉ុន្តែសំណួរសួរថានេះគឺជាការដែលមន្ត្រីជាន់ខ្ពស់នៅក្នុងរបបកុម្មុយនីសកម្ពុជាចុះអ្នកទាំងអស់គ្នាគិតថាតើអាមេចៅស្រុកខ្មែរវាអនុញ្ញាតឲ្យមន្ត្រីជាន់ខ្ពស់ទាំងអស់ហ្នឹងរៀបផែនការនឹងបានសម្រេចទេនៅក្នុងការតស៊ូអំណាចរបស់ពួកគេបានន័យថានៅក្នុងការតស៊ូអំណាចរបស់ពួកមន្ត្រីជាន់ខ្ពស់នៅក្នុងរបបគណបកប្រជាជនដែលហៅកាត់ថា CPP សម្រាប់ជីវិតរបស់ពួកគេរត់សម្រាប់ជីវិតរបស់ពួកគេគឺរត់សម្រាប់ជីវិតរបស់ពួកគេហើយពេលនេះមិនមែនរត់លក្ខណៈ happy ជីយន្តហោះហើរទេគេហៅថាអាម៉េចគេហៅថារត់ណារត់កិច្ចខ្លួនណាមិនមែនទៅទេសចរទេទេសចរអាចបើកប្រកាសជាចំហបានន័យថាដូចជាសត្វកណ្ដុរដែលវាដើរលើផ្លូវ highway ទេកណ្ដុរវាដើររត់នៅលើផ្លូវ highway ជាមួយគេមួយឯង happy ទេបានន័យថាឥឡូវនេះមន្ត្រីជាន់ខ្ពស់ជាច្រើនកំពុងតែដូចជាសត្វកណ្ដុរអញ្ចឹងដើម្បីធ្វើយ៉ាងណាឲ្យបានរត់កិច្ចចេញពីអំណាចអាក្រក់នេះប៉ុន្តែសួរអំណាចអាក្រក់នេះវាភ្លើទេវាដឹងច្បាស់ណាស់ថាពួកនេះច្បាស់ជារកផ្លូវរត់ហើយអញ្ចឹងដើម្បីបង្វែរស្ថានភាពប្រជាជនទាំងអស់កុំឲ្យមើលឃើញថារបបអំណាចរបស់វាកំពុងតែគេហៅថាជួបនឹងជូនស៊ូណាមីអំណាចទើបបានជាបង្កើតនយោបាយសង្គ្រាមជាមួយថៃដើម្បីឲ្យមានការបង្ហូរឈាមហើយបំផុសព័ត៌មាននៃការជួយចាប់ដើម្បីបញ្ចេញកំហឹងបាត់បង់នៅអំណាចរបស់វាកំពុងតែគេហៅថាបក់បោកំពុងតែរញ្ជួយធរនេះនោះខ្ញុំចេះតែដឹងទៅមិនដឹងមកពីណាយ៉ែខ្ញុំដេកយល់សពទៅចេះតែសម័យនិយាយទៅចេះត្រូវដែរសម័យសោះត្រូវដែរណាពេលនេះនេះបើសិនជាខ្ញុំបានព័ត៌មានពិតទៀតមិនដឹងត្រូវប៉ុណ្ណាអានេះគ្រាន់សម័យសោះបានព័ត៌មានមកយើងត្រូវខ្លះដែរបាននិយាយរួមគេហៅថានៅក្នុងដំណាក់កាលនេះបើអ្នកធ្លាប់មើលរឿងសាមកុកអ្នកទាំងអស់គ្នាដឹងដែរនេះហើយគឺយុទ្ធសាស្ត្ររបស់ស៊ឺម៉ាអ៊ីចុងក្រោយមិនមែនតែនៅកម្ពុជាទេនៅចិនក៏គេធ្វើនយោបាយនឹងដែរនៅប្រទេសចិនកំពុងតែសម្រុកផែនការនឹងដូចគ្នាគេហៅថាយុទ្ធសាស្ត្ររបស់ស៊ឺម៉ាអ៊ីមែនទេនយោបាយអាសំកុកនៅក្នុងការតស៊ូអំណាចពួកគេរត់គឺសម្រាប់ជីវិតរបស់ពួកគេពេលនេះប្រៀបដូចជាសត្វកណ្ដុរវិធីសាស្ត្ររបស់ត្រកូលវិធីសាស្ត្ររបស់មេចៅស្រុកខ្មែរបានធ្វើឲ្យពួកអ្នកមានផលប្រយោជន៍នៅក្រៅប្រទេសកំពុងតែមានការភ័យខ្លាចយ៉ាងខ្លាំងរបបមេចៅស្រុកខ្មែរវាមិនត្រឹមតែ
សម្លាប់មន្ត្រីប្លន់មន្ត្រីសម្លាប់តារាល្បីសម្លាប់អ្នកមានលុយនិងអ្នកស្មោះត្រង់នៅក្នុងប្រទេសកម្ពុជាទេសូម្បីតែអ្នកដែលទទួលផលប្រយោជន៍ពីវានៅក្រៅប្រទេសទាំងអស់បើវាឲ្យរួចខ្លួនតែម្នាក់មិនបាច់ហៅថាវាទេមិនបាច់ហៅថាអាមេចោលទេអ្នកឯងចាំទុកឲ្យច្បាស់ទៅអញ្ចឹងយុទ្ធសាស្ត្រនេះដូចគេនិយាយចឹងថានេះជាពិធីសាស្ត្ររបស់ស៊ឺម៉ាអ៊ីកំពុងបានយកមកអនុវត្តម្ដងទៀតសម្រាប់នៅចិនគេធ្លាប់អនុវត្តនៅសម័យម៉ៅសេទុងម្ដងហើយឥឡូវនេះគេមកអនុវត្តនៅក្នុងសម័យស៊ីម្ដងទៀតចំណែកនៅកម្ពុជាធ្លាប់អនុវត្តនៅក្នុងសម័យអីសម័យអពតឥឡូវនេះសម័យអពតសម័យអាស័យអនុសម័យអពតអនុវត្តសម័យសម្ដេចពុកក៏អនុវត្តឥឡូវនេះមកដល់សម័យតកូលហ៊ុនដែលគឺសម័យរបស់សម្ដេចចៃសម្ដេចណែតក៏ត្រូវបានយកវាមកអនុវត្តដែរនៅពេលដែលអ្នកមានអំណាចភ័យខ្លាចចុះស៊ឺម៉ាអ៊ីអាពេលទឹកចុងក្រោយគឺដឹងថាអញមិនអាចរក្សាអំណាចបានទេអញ្ចឹងអញត្រូវតែសម្លាប់ទាំងអស់ឃើញទេឥឡូវមើលរឿងសម្កុកទៅឃើញហើយនៅពេលដែលអ្នកមានអំណាចភ័យខ្លាចការសម្រេចចិត្តគឺល្ងងខ្លៅនឹងនាំឲ្យមានការបំផ្លាញទាំងស្រុងនៅមនុស្សសត្វឬក៏គេហៅថាអ្វីក៏ដោយឲ្យតែទៅមុខគឺត្រូវតែកំទេចទាំងអស់នឹងគឺយុទ្ធសាស្ត្ររបស់គេកំពុងតែអនុវត្តយុទ្ធសាស្ត្ររបស់ស៊ឺម៉ាអ៊ីចុងក្រោយមែនទេសម្ដេចមែនទេពេលកន្លងមកដែលឲ្យមើលឃើញថាដូចខ្ញុំនិយាយចឹងពេលដែលសម្ដេចពុកអាចរក្សាអំណាចបានជាង40ឆ្នាំកន្លងមកហើយពេលនោះទៀតថែមទាំងប្រជាពលរដ្ឋយុវជនយុវតីខ្មែរដែលមានភាពស្មោះត្រង់នឹងប្រទេសជាតិមានច្រើនណាស់ដែលហ៊ានចូលរួមនៅក្នុងការប្រឆាំងនឹងអំណាចរបស់សម្ដេចពុកប៉ុន្តែជួនតាហេតុអីបានធ្វើអត់បានបែរជាសម័យរបស់សម្ដេចណែតមនុស្សឥឡូវលែងហ៊ានក្អកអាលីងទូទាំងនគរទេតែបែរជាសម្ដេចណែតមិនអាចរក្សាបានមួយអាណត្តិមិនបានមួយអាណត្តិទេកុំថាឡើយ40ឆ្នាំជាងដូចសម្ដេចពុកដោយសារអីទី1កត្តាដែលត្រូវពាក់ព័ន្ធគឺពាក់ព័ន្ធជាមួយនឹងកត្តាអន្តរជាតិជាធំទី1ទី2គឺប្រព័ន្ធនៃជំនឿនៃបណ្ដាញព័ត៌មានពិតកាលណាមនុស្សបានទទួលនៅបណ្ដាញព័ត៌មានពិតមនុស្សនៅក្នុងស្រុកចាប់ផ្ដើមចាក់ឬគល់នៃភាពជំនឿការជឿជាក់ត្រឡប់មកវិញកាលណាមានការជឿជាក់បានន័យថាដឹងតែខ្លួនឯងគឺជាម្ចាស់កម្មសិទ្ធិជាម្ចាស់ខ្លួនឯងពិតប្រាកដឡើងវិញអញ្ចឹងគាត់នឹងបែងចែកខុសនឹងត្រូវហើយគាត់នឹងមានការពិចារណានិងសង្កេតនេះហើយគឺការរលំអំណាចរបស់កុម្មុយនីសមិនមែនគ្រាន់តែគិតហើយចប់ទេបានន័យថាដឹងច្បាស់ណាស់ត្បិតតែមិនទាន់មានដល់ដំណាក់កាលធំប៉ុន្តែมันប្រកាសថាអាចរក្សាបានទេអាហ្នឹងគឺអត់ពិបាកនៅក្នុងការយល់ទេអញ្ចឹងមើលខ្លួនឯងទៅហើយសម្រាប់ពិភពលោកតែខ្ញុំនិយាយថាយើងរស់នៅរាល់ថ្ងៃវេទនារស់ទាំងតដាប់តដួសក្រីក្រស្ទើរតែគ្រប់ប្រទេសមិនថានៅហ្វីលីពីនមិនថានៅកម្ពុជាមិនថានៅថៃមិនថានៅម៉ាឡេស៊ីឥណ្ឌូនេស៊ីទេភាគរយនៃអ្នកក្រីក្រគឺច្រើនប៉ុន្តែអ្នកណាអ្នកយកទ្រព្យសម្បត្តិទូទាំងពិភពលោកនេះគឺក្រុមគណៈបកដាវ៉ូដែលខ្ញុំតែងតែនិយាយប្រាប់អ្នកទាំងអស់គ្នាគណៈបកដាវ៉ូគឺជាបកកុម្មុយនីសអន្តរជាតិឃើញទេគណៈបកដាវ៉ូមានមនុស្សជាមួយត្រឹមតែ1000នាក់ប៉ុណ្ណោះហើយជាម្ចាស់90% នៃទ្រព្យសម្បត្តិរបស់មនុស្សជាតិទូទាំងពិភពលោកដរាបណាបកដាវ៉ូនៅមាននៅក្នុងពិភពលោកនេះមនុស្សជាតិនឹងមិនមានសុវត្ថិភាពសូម្បីតែមួយថ្ងៃវាដូចគ្នានឹងដែរដរាបណាអារបបមេចៅស្រុកខ្មែរអាឆ្កែបំរើយួនចិនកុម្មុយនីសខូខៅឃាតករអ ក្រិតកម្មភេរវកនេះវានៅតែអាចរក្សាអំណាចបានសុវត្ថិភាពរបស់ខ្មែរ
គឺមិនអាចមានសំបីតែមួយថ្ងៃកុំថាឡើយអូយើងនឹងមានសង្គមហើយយើងរស់បានហើយមានសេរីភាពហើយអញ្ចឹងតែធ្វើម៉េចខ្ញុំគិតថាអ្នកទាំងអស់គ្នាមិនល្ងងទេមែនទេមិនល្ងងទេមានតែព្រះអគីនឹងឯងចុះប្រាប់ឲ្យថាកំចាត់កុំនេះចុះបើកុំនេះធ្វើឲ្យយើងគ្មានក្តីសុខយើងទុកវាធ្វើអីយើងកំចាត់កុំនេះទៅកុំនេះយួនចិនកុំនេះខ្មែរឲ្យតែវាកុំនេះកាត់ទៅចាត់ការទៅមែនទេមែនទេស្ដេចណោះតែរបបសម្ដេចគឺរបបប្រជាធិបតេយ្យសេរីពហុបកមើលទៅនៅប្រទេសកម្ពុជាទោះបីជាឲ្យមើលទោះបីជាផ្ដាច់ការប៉ុណ្ណាក៏នៅតែមើលឃើញណូក៏ម្នាក់ឯងផ្ដាច់ការមិនសេរីពហុបកអ្នកឯងមើលគណៈបកប្រជានៅក្នុងគណៈបកនៅក្នុងប្រទេសកម្ពុជាមិនមែនមានគណៈបកប្រជាជនមួយទេណូក៏តាគណៈបករាប់សិបគណៈបកអស់ហើយមួយទៀតពាក់ព័ន្ធជាមួយនឹងការបង្ករញ្ជួយដីនៅប្រទេសជប៉ុនឬក៏មានរលកស៊ូណាមិនៅជប៉ុនកាលពីម្សិលមិញរហូតដល់ឥឡូវនេះមិនទាន់ចប់ទៀតញ្ជួយដីនេះតែបន្តនៅប្រទេសជប៉ុនបើពីមុនខ្ញុំនិយាយទៅអ្នកគេថាខ្ញុំឈួតហើយប៉ុន្តែឥឡូវនេះលែងឈួតហើយព្រោះខ្មែរបានតាមដានព័ត៌មានច្រើនទៅគាត់យល់ដឹងច្រើនយ៉ាងណាអរគុណអ្នកដែលលែងគិតតែខ្ញុំឈួតណាអរគុណច្រើនព្រោះមិនមែនបានន័យថាគាត់ហៃអើតាមខ្ញុំទេណាមិនមែនបានន័យថាអូគាត់ឈប់ថាខ្ញុំឈួននឹងគាត់ហៃអើតាមខ្ញុំទេបានន័យថាគាត់ចេះយកខួរក្បាលយកមកប្រើគាត់មានអាវុធដ៏មានប្រសិទ្ធភាពដែលខ្លាំងមួយគឺខួរក្បាលរបស់មនុស្សតែគាត់យកមកវាប្រើវាដោយមានគុណតម្លៃអរគុណច្រើនការរំជួយដីបកុំនេះចិនគឺជាអ្នកបង្កើតឡើងទាំងអស់ផែនការនេះត្រូវបានរៀបចំឡើងតាំងពីយូរយារណាស់មកហើយជាពិសេសដូចជាអង្ការនៅឆ្នាំ2007ម្លេះនេះវាមួយទឹកជីងតៅរបស់កុំនេះចិនទាំងមូលក្នុងឱកាសជាច្រើនពួកគេនឹងបង្កើតការរញ្ជួយដីជាច្រើននៅតៃវ៉ាន់និងប្រទេសជាច្រើនទៀតដូចជាជប៉ុនហ្វីលីពីនឡាឥឡូវហ្នឹងនៅប្រទេសថៃឥឡូវហ្នឹងរញ្ជួយដីច្រើនណាស់Thailand earthquake it's China behind China make earthquake kill people in Thailand China make earthquake kill people in Philippines China make earthquake kill Japan China make earthquake kill Taiwan China make storm kill around the world because China want invading around the world want kill people in the world បកុំនេះចិនជាអ្នកបង្កើតឡើងទាំងអស់វាមួយទឹកជីងតៅទាំងមូលនៅក្នុងឱកាសជាច្រើនពួកគេនឹងបង្កើតការរញ្ជួយដីបានន័យថាកងទ័ពរបស់ចិនហើយនឹងនាវាមួយទឹករបស់ចិនដែលមានឈ្មោះថាជីងតៅទាំងមូលក្នុងឱកាសជាច្រើនពួកគេនឹងបង្កើតការរញ្ជួយដីជាច្រើននៅតៃវ៉ាន់នៅប្រទេសជាច្រើនទៀតដូចជាជប៉ុនហ្វីលីពីនឡាហើយនឹងថៃដែរឲ្យតែធ្វើឲ្យគេមិនពេញចិត្តក្នុងករណីអាក្រក់បំផុតពួកគេអាចបំផ្លាញភាគខាងត្បូងឬសូម្បីតែភាគខាងជើងដោយបន្សល់ទុកតំបន់កណ្ដាលបានន័យថាដូចខ្ញុំនិយាយចឹងដូចនៅហ្វីលីពីនដែលជួយដីម្ដងព្យុះអីហ្នឹងភាគច្រើនវាបក់បោកនៅតាមជាយក្រុងបានន័យថាជាយប្រទេសបានន័យថាប្រទេសហ្វីលីពីនគឺសមុទ្រព័ទ្ធជុំវិញអូខេសមុទ្រព័ទ្ធជុំវិញហើយជាតំបន់កោះហើយជាតំបន់ភ្នំជាច្រើនហើយខ្ញុំនៅកណ្ដាលប្រទេសទេអញ្ចឹងគ្រោះថ្នាក់ទាំងអស់ហ្នឹងវាអត់សូវមកដល់ខ្ញុំដោយសារជួយដីក៏ដោយព្យុះក៏ដោយគឺវាច្រើនគឺវាស្ថិតនៅតាមជាយប្រទេសដែលវាជាតំបន់ដែលងាយនៅក្នុងការបង្កឡើងរបស់អាកុម្មុយនីសចិនក្នុងករណីអាក្រក់បំផុតពួកគេអាចបំផ្លាញភាគខាងត្បូងឬសូម្បីតែភាគខាងជើងដោយបន្សល់ទុកតំបន់កណ្ដាលបណ្ដោះនៅតៃវ៉ាន់ឬជប៉ុននឹងគ្មានទីពឹងទាំងអស់ពេលដែលវាចង់សម្លាប់ប្រទេសទាំងអស់នេះដែលជាប្រទេសនៃកោះតៃវ៉ាន់ក៏កោះជប៉ុនក៏កោះហ្វីលីពីនក៏កោះ
chẳng biết bằng co của nạn nơi trong bên bật đi chẳng cả này dân nơi cái đá sầm mót dân pay pha này mẹ đấy dân đừng khai từ chưa pay pha này không biết đây chỉ ti bứng ấy anh nói à bạn ấy thằng nghe đừng cơ nạn nghe đừng slap một phát để vì thưa ơi rồi tiền tao ấy chụp riêng tao nào còn đây số thằng hai đây là thôi là thay được trong pram chăng pro đợi sai tại thôi với mình pin chất mình tam hai nó ca nó bao vía chẳng thở té vía bằng co của tao này hai bà sân chia đồng nạ ca đi tiên nè à các bọt chết hay năng à các bọt chết không ai đi vía mình lên sòng kriêm đi têประเทศไทยนำเตอร์บังกอกาครูหนุนช่วยได้นำจูอยากทวนข้อบันแทนติดได้ไทยนักการเวียได้ที่พลปราบไอ้ถาเวียนนังเพื่ออ้อยตีกรงบังกอประเทศไทยนังเล็กโจลสมอดเมียนจำได้แต่ก็เอาอยู่ถ้าโอ้เมียนทูตูตีไอ้ทาน่ะนะกดเตอร์น่ะตีกรงบังกอนที่แหละโจลเตอร์สมอดน่ะเตยวนตีกรงยวนนังเตอร์ที่แหละโจลเตอร์สมอดเล็กนึกนงสมอดบัดเมียนจำได้ดาวซาไปที่ไทยนักการรุ่ยบัดได้อันนั้นเลิกไปนี่ประสันป่าสหรัฐอเมริกจังวีประหารปะก้มนี้ฉันแหละฮะกับตัดซีซีพีปลามิสซิลระบบสหรัฐอเมริกดับใบบังการช่วยได้โดยเรียกซาเวียเอาเนื้อกล้าวปรับเปลี่ยนจุดใบริกเตอร์ได้เพื่อเอาไต้หวันปิกาไอ้สู้ท่าให้ไอ้บ้านจะเวียนมิสซิลระบบอเมริกดาวซาแท้สอบเปียวุฒิได้เวียผลัดตรงอ้อคือเวียบ้านเพื่อจ้าระกำลวดอเมริกอยากออกเด้มันทาโรคไก่มันทำเมซิลมันทาในเวียมุยตักมันทาไอ้ก็ไปลุยตรงอ้อเดี๋ยวซ้ายแต่เมียนอาขบดนึกขนมอเมริกเด็กเจ้าหนี้ตาปูรัดเชื่อหรือก็แค่ตาปูสกอนี่ยงอ้อมตราจิตนั่งไอ้จังวิโอนเนี่ยลุยบอกเกยโยตผลัดไทยวิโอนทาวิไอโยอาวุธระบบอเมริกบอกพลายไต้หวันที่ดับเบิ้ลตำแหน่งของเขาไอ้ไต้หวันดับเบิ้ลตำแหน่งของเขาไอ้อเมริกาเนี่ยเรื่องของการการเต็มอย่างไรเนี่ยอันนั้นเจ้าบนบานเลยไต้เวียเฉียนเนี่ยลุยระบบเกย์ต่างเฮ้เราสั้นบ่าสหรัฐอเมริกจังเวียประหารปะกุมนี่ไอ้ปรามิซิลระบบสหรัฐอเมริกดับเบิ้ลบังการหลุดจุดได้โดยเด็กซาเวียเอานั่นกราวปรับเบิ้ลจุดใบริกเตอร์ได้หนังเพื่อเอาไต้หวันปีกาเลิกปีปรับเปลี่ยนจุดปรับใบริกเตอร์ไต้หวันหนังเตอร์บ่มพลายอย่างสองเมียนจำเต้ประมาณ2 mônได้เพื่อเอาไต้หวันมาไงรุ่นช่วยได้รอปอนน้องเมียนจำไหมบองในไต้หวันก่อนดังอ่ะได้บองก็เอาอย่างคนไต้หวันตันได้นะจีทองได้มันเลยจบทำไมแต่ปีร้องจอบไปคนไต้ในไต้หวันนะรอบรอยดองอ่ะช่วยได้ขนมอยากเป็นประมาณนี่ตีประมาณเมาอ่ะรอบรอยดองรอบรอยรอบปอนน้องขนมมันน้องเป็นช่วยได้ซะน้องได้ไม่กับดัชนคนหน่อยเลิกมีปรับเปลี่ยนจุดปรับใบริกเตอร์ไต้หวันหนังเตอร์บ่มพลายจับสองปะก้มนี่จะแหน่ฮักกระตัด40พี่จังเอาไต้หวันเล็กโจตึกน้องก่อนนี่เจียงคลายตึกเจียเหนียวเวียบตกยนต์ห่อได้เหมือนอาจเล็กบ้านสำหรับสหรัฐอเมริกจังอเมริกเถอะแต่กาเปียไต้หวันโปรไต้หวันคือสมาร์นั่งเหนียวเวียบตกยนต์ห่อจำบังระบบสหรัฐอเมริกนึกน้องกากรบกรองดมบอลอาเซียเอาเมียนสวัสดิภาพเห็นไหมมันได้ปะน้องไต้หวันหนึ่งคลายแต่เชื่อปลอดเด้คลายแต่เชื่อรวดระบบสหรัฐอเมริกรวดตี50ระบบสหรัฐอเมริกพอแต่ชมทรพรำให้ค่ะไงกลายเตอร์ประชาชนไต้หวันนะหนึ่งอาจจันโจลอเมริกโดยหลักกระดาษทอมันดาแต่ชมทรพจมเรียบประมาณดองปีดองหายกระหล่อมาการปิดน้ำปีปอนปรับเปล่ามันเป็นได้ซีคล้ายแต่จีอาแกะเลยค่าที่ก้าซีจูบจมวยบกกลึกโยเทียดาวใบปีพิซาอ่อมปีไต้หวันหายซีบ้านบางฮันคนบางน้องกวาดจีเลิกดอกบงดอยเป็นเจ๊อย่างชาวบ้านค่ะปัญหาไต้หวันเจอแต่ดอกไซหรือขนมเป็นอันนัดระบอกโลกเพี้ยจีปัญหาได้เจอดอกเล่งยกแกะดอกไซยกแกะสมัยทำไมนี่จีปัญหาได้เจอดอกไซหรือขนมยกแกะสมัยทำไมนี่ซีบ้านเลิกลางค่ะดอกนอกไซไอรกบ้านตามเลยเนี่ยกะจอจ้าได้เหมือนจำบัดเพื่อสังเกตหรืออย่างห้อยนั่ง
ก็มันเพื่อสังเกตได้ปั้นแต่เปเวเลียมันอายดอลเอาติดไต้หวันเติมบ้านประกอบหมดวิ่งบ่าไต้หวันมันประกอบมาวิ่งจังเมียนไต้เล้งถอดกระดาษหายประชันบ้านสหรัฐอเมริกหรือประเทศโลกครั้งแรกน้ำมวยโจร่วมในขนมกาเปียไต้หวันปะก้มนี่แดดให้ถา40 พีนังบ่มพลานยืดเหลี่ยมไอ้เรื่องนี้เบี้ยบ่มพลานกับป้อนเดือดซาใต้โลกไซในยูโรมันไตรประเทศญี่ปุ่นสันนิษฐานใครที่กวาดประกาศถ้าบ่อไต้หวันมีเรื่องไอ้ญี่ปุ่นคือสมาร์ทญี่ปุ่นมีเรื่องหนูได้บันไดจ้ะกวาดญี่ปุ่นหนังกาเปียไต้หวันโดยแต่กาเปียประเทศญี่ปุ่นด้วยนี่จังให้บ้านจ่าจันกับปงใต้บังโกปัญหาต่างๆนั่นแหละนี่ให้คือจิกาได้กับจัดญี่ปุ่นปันไดกาปิดนี่กรอนได้ชื่อกาบ่มไพ่ได้เพื่อเอาญี่ปุ่นไพ่ดำใบไอ้ดำใบเอาญี่ปุ่นประกาศถ้าชอบระบบจุดใจมันปันไดจะได้สันนิษฐานใครที่ she is so strong very strong so strong yeah she is strong Japan Prime Minister Japan สันนิษฐานใครที่ so strong I love สันนิษฐานใครที่ Prime Minister Japan สันนิษฐานใครที่ so strong I love สันนิษฐานใครที่ yes I love สันนิษฐานใครที่จังการของเรียนระบบเวียนนี้เวียนหนึ่งเพื่อเอาเวียนกันแต่ไพ่คลุนเพราะเวียนมันต้นดังท่าสามารถดับเพียบระบบจับป้อนเวียนกับรัตนาหรือเราจีกล่องทานเล้าสามารถดับเพียบระบบอ้ามเลยดับเบิลประกอบส้มใบจะสามารถดับเพียบประกอบระบบจับป้อนเวียนมันต้นดังกับรัตนาจับป้อนเวียนสามารถดับเพียบกับรัตนาหรือเราจีเพราะระยะคราวที่จับป้อนมันได้บางห้างอำนาจเอาพวกอากรมริดังอำปีฐานแน่จะป้อนเมียนเพียบคลั่งในโยเทียบในปัจจัยวิจิตรในวิจิตรซะคลั่งแบบนั้นเลยเราทีมันตายปนนอกอากรมมันนี่จังอ่ะนี่สำหรับประเทศญี่ปุ่นคือสควอตปลอบเพชรกับรัฐวิจะบัดหลออ๋อเฮ้ยจังมองปอนกันตึ้งเนี่ยคลั่งได้เกมันต้อนดังปีสมัติเพียบระบบล้วนเกมันต้อนบางห้างสมัติเพียบระบบล้วนบวกรวมนั่งอาวุธcái hai thằng khang cho đó ai vậy đây ít bằng hai đầm bay cùng riêng cái ở cái khang chẳng này luôn anh cái đăng ta sắm mặt phim hải nhá còn là chỉ khang cho đó thế ai kron tay chỉ vậy đây ít tay phải không bàn tay hải ba cho môi nâng đầm bón này cái trâu quay khang cho đó hai này vậy đây ít ai ngay nè ở vậy đây cầm bông tại cả lần chẳng hai bác trong pram thằng đầm nặng ca này kìa hai ta vẽ su nằm miệng này ẩm này công mình đi tu trang sẽ lâu cái chẳng vì ăn miên pe sạ sàn điการมันทำแล้วเบื้องหนึ่งขนมการสำหรับประชาชนขมายเราบอกว่าอากรมนี้ในจันก็โดยขี้อากรมในจันกับปงแต่เหมือนการพายในการสำหรับประชาชนโดยขี้โดยชแนลมันตายปะเนาะประมาณไงกับล้อม้อนี่ได้บองออนมวยจำนวนกับปากกาเท้ากันแล้วดอกบอลสมบัติมีตักสมบัติล่างตักสมบัติได้ลายไงมีแต่โจให้หนีที่ปันได้ให้ไอ้บ้านอยากเป้กับล้อม้อประมาณไงนี่ในประเทศการมันเชี่ยบองออนในดอกบอลสมบัติกัดพอเท้าตักสมบัติในเจ้าเราบอกก้อนช่วยตักสมบัติในลายเล็กเจ้าđấyตักสมบัติอันเมียนตักลางเต้ดาวซาแต่เนี่ยการบังกอชิซูหนังนี่ไอ้การหลงจุยได้หรอบ่ก้มในchânนั่งไอ้เธอเอากำลังในตักnó bị phô lãngเลยbị bộc lãngเลยอันนั้นโดยยังvậy tha ui cho họ đôi bông ôn nằm bài về bị pu chứ á về đây bị pu khăng như anh ba cầm râu á cứ bị phô lãngเลยđấy nâng cư chụp hai là ca đại kia trong từ đó nó bắn tay cho bà sân chỉ trong đâm nghe đại kê miênสมัติเพียบคลั่งđạiเธอกำจัดพวกขบอดอย่างนั้นนี่จะเอาไปรุยครูนได้อย่าเลยเนื้อรุยอย่าเลยติดเตี้ยไอ้ดัดก็หรือก็จอบขนอกก็เหมือนดังหรือก็จู่ก็เหมือนดังอันนั้นคือจะเรื่องงวยเสียงโอเคประสันบ้านสหรัฐอเมริกหรือประเทศโลกขังเล็กน้ำมวยโจรวมจะมวยไต้หวันปะก้มนี่นั่งหม่อมพลายเบียร์หายไต้หวันมันเรื่องอนุญาตเอาคล้ายแต่เชี่ยนิ้วเวียบตุกจนพอยศแต่ซะได้มันอาจเล็กระดับโลกขังเล็กหรือก็สหรัฐอเมริกาเองได้เชี่ยจำนวนสำหรับตุบสกัดดำไปกับจักรกลุ่มริบาเมียนไต้หวันบันไดทางอเมริกในเมียนเอาการในเลยทีนี้จังกลุ่มนี้มันอาจจะรู้บ้านอยู่ที่เวียมันอาจจะสาวในกลุ่มนี้เอาบ้านรอบโรยชนำอวดครูไหนเนี่ยชีวิตเราบอกโปรเป็นอายุบ้านมา150 ឆ្នាំយ៉ាងតិចបំផុតណា150 ឆ្នាំ
ដោយការបដូរសេរីរាង្គឃើញទេដោយការបដូរសេរីរាង្គដូចតែវាលើកឡើងមកនោះឃើញទេអាហ្នឹងចឹងដែលមិនអាចលេចរបស់លោកខាងលិចឬសហរដ្ឋអាមេរិកបានទេដែលជាចំណុចសម្រាប់ទប់ទល់ជាមួយនឹងបកកុម្មុយនីសចិនដែលហៅកាត់តា CCP ហើយវាក៏មិនអាចคล้ายទៅជារដ្ឋទី57របស់សហរដ្ឋអាមេរិកបានដែរបានន័យថាវាដឹងច្បាស់ណាស់ថាតៃវ៉ាន់នេះគឺជាផ្លូវដង្ហើមរបស់អាមេរិកនៅក្នុងតំបន់អាស៊ីហើយនឹងគឺជាសវត្ថិភាពនៃផ្លូវដង្ហើមការរស់រានមានជីវិតនៃសេរីភាពរបស់ពិភពលោកហើយនឹងសហរដ្ឋអាមេរិកដែរអញ្ចឹងតៃវ៉ាន់ត្រូវតែคล้ายទៅជារដ្ឋទី57របស់សហរដ្ឋអាមេរិកបានន័យថាថ្ងៃក្រោយទៅបើអាគុំនេះវាចង់ប៉ះតៃវ៉ាន់បានន័យថាវាវាយមួយអាមេរិកហើយហេនេះហើយគឺជាខែលដ៏រឹងមាំរបស់តៃវ៉ាន់និងជប៉ុនហើយនឹងតំបន់អាស៊ីដូចខ្ញុំនិយាយចឹងដោយលេខសង្គ្រាមកម្ពុជាថ្ងៃនេះអញ្ចឹងប៉ុន្តែផេករបស់លោកប្រធានាធិបតីដូណាល់ត្រាំគេអត់បានកាន់ជើងម្ខាងទេឃើញទេគេដាក់ថាសារព័ត៌មានខាងកម្ពុជាសារព័ត៌មានខាងថៃបានចង្អុលគ្នារៀងៗខ្លួនថាអ្នកនេះបាញ់មុនអ្នកនោះបាញ់មុនបានន័យថាมันមានអ្នកណាទទួលស្គាល់ថាខ្លួនឯងកំពុងតែរៀបចំផែនការនៅក្នុងការបង្កសង្គ្រាមដែលធ្វើឲ្យកងទ័ពឆ្លូតត្រង់ទាំងសងខាងប្រជាពលរដ្ឋទាំងសងខាងដែលជាជនឆ្លូតត្រង់នេះរងគ្រោះទេជាអ្នកស្លាប់ទេស្មានតែគេលេងសើចអាហ្នឹងអូខេម្ដងទៀតប្រសិនបើសហរដ្ឋអាមេរិកឬប្រទេសលោកខាងលិចណាមួយចូលរួមជាមួយនឹងតៃវ៉ាន់បកគុំនេះនឹងបំផ្លាញវាចំណែកតៃវ៉ាន់មិនត្រូវអនុញ្ញាតឲ្យខ្លាយទៅជានាវាផ្ទុកយន្តហោះយុទ្ធសាស្ត្រដែលមិនអាចលេចបានរបស់លោកខាងលិចនិងអាមេរិកដែលមានចំណុចសម្រាប់ទប់ស្កាត់របបកុម្មុយនីសរបស់បកកុម្មុយនីសទេហើយវាក៏មិនអាចខ្លាយទៅជារដ្ឋទី57របស់សហរដ្ឋអាមេរិកបានដែរទាំងនេះជាពាក្យពិតរបស់ស៊ីកាលពីឆ្នាំ2007រហូតមកដល់សប្តាហ៍ថ្ងៃស៊ីមិនបានផ្លាស់ប្ដូរចំហរបស់គាត់ឡើយបន្ទាប់ពីសង្គ្រាមរុស្ស៊ីយូក្រែនបានផ្ដល់ជាឧទាហរណ៍ដ៏ល្អសម្រាប់ស៊ីពួកគេបានសិក្សាយ៉ាងប្រុងប្រយ័ត្នដើម្បីបង្ហាញបន្ថែមទៀតពីចេតនារបស់ពួកគេក្នុងការប្រយុទ្ធយ៉ាងឆាប់រហ័សខ្លាំងក្លានិងគ្រប់ការចំណាយទាំងអស់អាហ្នឹងអញ្ចឹងសរុបមកវិញដូចខ្ញុំជម្រាបអញ្ចឹងមិនមែនរបបមេចៅស្រុកខ្មែរធ្វើអ្វីដោយខ្លួនឯងទេអ្វីគ្រប់យ៉ាងសិតតែជាការបញ្ជាទាត់តែធ្វើឆ្កែបំរើគេចង្អុលថាឯងអង្គុយអញឲ្យឯងលឹបស្បែកជើងអញឲ្យឯងងាប់អញ្ចឹងរាល់សកម្មភាពនៅក្នុងប្រទេសកម្ពុជាអាយ៉ងនេះណាវាគ្រាន់តែជាឆ្កែបំរើដើម្បីធ្វើតាមផែនការរបស់អាចោឈ្លានពានយន្តចិនទាំងអស់អូខេ